មនុស្សដែលមើលទៅវ័យក្មេងតែងតែមានអ្វីដែលជ្រៅជាងនេះគឺភាពរឹងមាំនៃបេះដូងហើយនឹងគ្មានបន្ទុកនៃជីវិតដែលពេលវេលាគឺមិនអាចយកភាពវ័យក្មេងរបស់គេទៅបានទេអ្នកបានឆ្លងកាត់នៅព្យុះភ្លៀងជាច្រើនក៏ប៉ុន្តែអ្នកមិនបានអនុញ្ញាតឲ្យវាធ្វើអ្វីមួយដែលធ្វើឲ្យអ្នកជូរចត់នោះទេអ្នកបានយំនៅក្នុងភាពស្ងៀមស្ងាត់ក៏ប៉ុន្តែអ្នកបានរកឃើញហេតុផលដ៏ត្រឹមត្រូវដើម្បីញញឹមនៅក្នុងកម្លាំងនៃភាពស្ងប់ស្ងាត់នេះអ្នកបានជ្រើសរើសនៅការបញ្ចេញមកក្រៅពីព្រោះការមើលទៅឃើញក្មេងនេះគឺមិនមែនជាការកាត់បន្ថយនៃឆ្នាំទេវាគឺជារបៀបមួយដែលចេះថ្លឹងថ្លែងហេតុនិងផលអ្នកបានជ្រើសរើសលើផ្លូវសន្តិភាពគ្រប់រឿងរ៉ាវការរំសាយកំហឹងទៅលើគំនុំការចងគំនុំការព្យាបាលលើការឈឺចាប់ហើយរាងកាយរបស់អ្នកគឺឆ្លោះបញ្ចាំងអំពីព្រលឹងដែលផ្ទុកទៅដោយសន្តិភាពទាំងអស់នោះនៅក្នុងការសិក្សាផ្នែកចិត្តវិទ្យាបានភ្ជាប់រូបរាងវ័យក្មេងនេះទៅនឹងកម្រិត stress ទាបភាពវៃឆ្លាតខាងអារម្មណ៍និងសមត្ថភាពដ៏ជ្រាលជ្រៅនៅក្នុងការបោះបង់ចោលនៅអ្វីដែលលែងមានប្រយោជន៍សម្រាប់អ្នកដូច្នេះអ្នករៀនអំពីរបៀបនៃការទាញយកធម៌ពលរបស់អ្នកហើយអ្នកដើរចេញអំពីការស្អប់ខ្ពើមអ្នករៀនអំពីរបៀបនិយាយដោយសេចក្តីសប្បុរសទោះបីបើវាជាការឈឺចាប់ក៏ដោយហើយភាពស្ងប់ស្ងាត់នៅខាងក្នុងនេះអ្នកបានជ្រើសរើសនឹងធ្វើឲ្យមុខមាត់របស់អ្នកមានសភាពទន់ភ្លន់និងភ្លឺថ្លាដូច្នេះវាប្រហែលជាអ្នកសើចច្រើនជាងគេឬក៏ប្រហែលជាអ្នកដែលចូលចិត្តសុបិនដូចជាមនុស្សនៅក្មេងឬក៏ប្រហែលជាអ្នកមិនដែលបោះបង់ចោលនៅភាពរីករាយសោះឡើយទោះបីបើជីវិតនេះបានផ្ដល់ផលអាក្រក់គ្រប់យ៉ាងឲ្យអ្នកក៏ដោយសូមអ្នកយល់អំពីរឿងនេះអ្នកត្រូវគេជ្រើសរាងកាយរបស់អ្នកមិនអាចវាស់វែងដោយសារឆ្នាំនោះទេវាត្រូវបានគេចារតាមរយៈសេចក្តីស្រឡាញ់របៀបដែលអ្នកចេះអភ័យទោសរបៀបដែលអ្នកចេះចាប់ផ្ដើមសារជាថ្មីសិលធម៌នៃរឿងនេះគឺបើគេចង់ប្រាប់អ្នកថាអ្នកមើលទៅអ្នកមិនសមនឹងអាយុចូលអ្នកកុំគ្រាន់តែនិយាយថាអរគុណចូលអ្នកត្រូវដឹងថាអ្វីដែលពួកគេកំពុងនិយាយនោះគឺពួកគេកំពុងតែឃើញនៅភាពពិតប្រាកដគឺជាពន្លឺដែលអ្នកបានរក្សាទុកវានៅក្នុងវិថីនៃសន្តិភាពចូលអ្នកទាំងអស់គ្នាចែករំលែករឿងនេះជាមួយអ្នកដែលជ្រើសរើសវិថីដូចគ្នា